បាទសួស្តីបងប្អូនទាំងអស់គ្នាបាទនេះគឺ admin នាំបងប្អូនចូលមកស្គាល់កន្លែងមួយគឺនៅក្នុងរាជធានីភ្នំពេញបងប្អូនណានៅលើបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីបងប្អូនបាននៅជិតនឹងសាន្តក្លាបងប្អូនយើងបាទនេះគឺជាខ្លោងទ្វារបាទចូលក្នុងវត្តដែលវត្តនេះគឺមានឈ្មោះថាវត្តព្រះបារមីវង្គតបុរីបងប្អូនណាបាទនៅលើខ្លោងទ្វារគឺមានបាទឈ្មោះបាទវត្តបងប្អូនអាចមើលបានបាទបាទនេះគឺជាផ្លូវដែលយើងដើរចូលទៅក្នុងវត្តបងប្អូនណាបាទចម្ងាយប្រហែលជា800ម៉ែត្របងប្អូនយើងបាទឆ្ងាយគួរសមដែរបងប្អូនណាបាទយើងដើរចូលទៅក្នុងទៅគឺយើងមានផ្លូវសម្រាប់យើងហាត់ប្រាណបងប្អូនណាឃើញទេបាទផ្លូវចិញ្ចើមផ្លូវគឺយើងមានផ្លូវសម្រាប់ហាត់ប្រាណហើយមានផ្លូវសម្រាប់ម៉ូតូសម្រាប់ឡានក៏ដើរចេញចូលចឹងដែរបងប្អូនណាបាទហើយមួយទៀតគឺបាទមានទេសភាពស្រស់ស្អាតគឺមានដើមផ្កាដើមឈើបាទដាំសងខាងផ្លូវបងប្អូនណាមើលទៅគឺបាទស្រស់ស្អាតមែនទែនបងប្អូនណាមើលទៅបាទពណ៌បៃតងតែម្ដងបងប្អូនយើងបាទបងប្អូនអាចមើលបានទេទិដ្ឋភាពគឺបាទពេលដែល admin ទៅដល់គឺបាទមានអារម្មណ៍ស្រស់ស្រាយបងប្អូនយើងបាទពិសេសគឺបងប្អូនអ្នកគាត់សម្រាប់ពីធ្វើការថ្ងៃអាទិត្យអីគឺគាត់អាចមកហាត់ប្រាណបានបងប្អូនណាមកហាត់ប្រាណបាននៅទីនេះបាទគឺស្រស់ស្អាតមែនទែនបងប្អូនយើងបាទគ្រាន់តែមើលទេសភាពគឺបាទ admin គឺទៅដល់ភ្លាមគឺស្រស់ស្រាយភ្លាមតែម្ដងបាទអារម្មណ៍ណាបាទនេះគឺបាទដើរបដើគឺយើងថតយកទិដ្ឋភាពដើរបងប្អូនណាបាទហើយបងប្អូនដែលគាត់បាទជិះម៉ូតូបាទកង់3ឡានគាត់ជិះឆ្លងកាត់បាទក្នុងវត្តហ្នឹងព្រោះវត្តហ្នឹងគឺមានផ្លូវសម្រាប់បងប្អូនគាត់ចេញចូលបានបងប្អូនណាបាទសម្រាប់បងប្អូនដែលគាត់នៅបាទចិត្តវត្តហ្នឹងគាត់មានផ្លូវសម្រាប់ចេញចូលបានបងប្អូនយើងបាទបងប្អូនដែលគាត់ចង់បាទមកលេងអីគឺអាចមកលេងបានដែរបាទហើយបាទកន្លែងនេះគឺបាទ admin ហ៊ានបាទថាគឺស្អាតមែនទែនបងប្អូនយើងបាទស្អាតមែនទែនបាទឥឡូវចាំមើលបន្តទៀតបងប្អូនបាទចាំមើលបន្តទៀតបាទនេះគឺទិដ្ឋភាពយើងដើរមកដល់ច្រកចូលក្នុងវត្តបងប្អូនណាច្រកចូលក្នុងវត្តនេះគឺជាព្រះវិហារបងប្អូនយើងបាទព្រះវិហារស្អាតមែនទែនបងប្អូនណាបាទហើយបាទទីធ្លាគឺធំមែនទែនបងប្អូនយើងធំមែនទែនបាទអាចដើរឡើងមកអស់ជើងបងប្អូនណាបាទមកអស់ជើងមកធំមកសពបងប្អូនណាបាទចំណាយពេល1ម៉ោងទៅ2ម៉ោងបានសពបងប្អូនយើងបាទហើយនេះគឺលពូគាត់ហាត់ប្រាណបងប្អូនណាឃើញទេគាត់ហាត់ប្រាណគាត់ដើរទៅដើរមកបងប្អូនយើងបាទគាត់ហាត់ប្រាណរាល់ថ្ងៃបាទលពូឃើញគាត់ហាត់រាល់ថ្ងៃបងប្អូនយើងខ្ញុំដើរចូលដល់វត្តនេះចូលមកខាងទៀតបងប្អូនណាចិត្តអគារជប៉ុនពីខុនដូជប៉ុននេះកន្លែងផ្ញើម៉ូតូអាចទៅផ្ញើម៉ូតូបានហើយដាក់ឡានបានដូចគ្នាយើងមកយើងដើរហាត់ប្រាណលេងបងប្អូនណាហាត់ប្រាណលេងក៏បានយើងមកតតសៃបានបងប្អូនណាមានសៃយើងមកតតលេងបានដែរយើងមានសៃយើងតតលេងក្នុងក៏បានយើងវាយសៃក៏បានបងប្អូនណាវាយសៃក៏បានគ្នាបាទនេះដើរមកជុំព្រះវិហារជុំព្រះវិហារបងណា
ដើរលេងបញ្ជុំហ្នឹងដល់វាដើរមើលលើទេសភាពប្រានបាទជាពិសេសយើងមើលត្រីនេះថ្ងៃទិញចំណីមកបាច់ត្រីហើយបាច់ឲ្យព្រៀបបងប្អូននេះបាទបាទបងប្អូននេះគឺជាសត្វអណ្ដើកមកនៅក្នុងស្រះបាទក្នុងស្រះហ្នឹងគឺមានត្រីមានអណ្ដើកមានកធាយបាទមានតង់មានច្រើនមែនតើត្រីបងប្អូនបាទក្នុងស្រះហ្នឹងបាទហើយចំខែភ្លៀងគឺទឹកឡើងមកដល់ខាងលើបងប្អូនបាទនៅចិត្តខាងលើនេះបាទគឺបងឃើញបាទគឺមានអណ្ដើកមានកធាយមានអញ្ចឹងបងប្អូននៅក្នុងហ្នឹងបាទគឺមានច្រើនមែនតើបាទគឺលោកក្នុងបាត់លោកចាប់បងប្អូននេះបាទហើយបាទនៅព័ទ្ធជុំវិញស្រះគឺបាទមានចេតិយបាទមានបាទរបងការពារមកសុខភាពបងប្អូនយើងផងដែរបាទហើយបងប្អូនមើលបាទទេសភាពបាទប៉ុណ្ណេះគឺបាទស្អាតមែនទែនបងប្អូនយើងបាទបងប្អូនយើងនេះគឺព្រៀបបងប្អូននេះបាទព្រៀបនេះគឺបាទនៅក្នុងវត្តបងប្អូននេះច្រើនមែនទែនបាទហើយបាទពេលដែលបងប្អូនយើងគាត់ទៅលេងគាត់ហាត់ប្រាណគឺគាត់តែងទិញចំណីបាច់ឲ្យវាស៊ីមកនេះហើយវាហោះមកបាទស៊ីនៅម្ដុំស្រះបាទទឹកហ្នឹងគឺមានបងប្អូនគាត់លក់ចំណីព្រៀបនៅក្នុងដែរបងប្អូននេះបាទយើងអាចទិញបានមកកញ្ចប់តាម1000ឬ1500បងប្អូននេះបាទធូរថ្លៃទេបាទស្អាតមែនទែនបងប្អូនព្រៀបបាទនេះគឺជាទស្សនភាពadmin ថតបាទនៅខាងមុខផងទៅខាងក្រោយផងបងណាមើលបាទមើលផ្ទៃមកបងប្អូនយើងបាទគឺនៅនេះទេសភាពស្អាតមែនទែនបាទ admin ហ៊ាននិយាយថាគឺល្អសម្រាប់បងប្អូនគាត់ចូលចិត្តមករំសាយអារម្មណ៍គាត់ស្និទ្ធស្នាលឬគាត់មាន stress អញ្ចឹងណាបាទមួយទៀតគឺគាត់មហាប្រាណបងប្អូនមហាប្រាណគឺនៅនេះគឺល្អមែនទែនបាទសម្រាប់បងប្អូនគាត់ចិត្តប្រាណបាទចិត្តលេងកីឡាបាទវាយសីឬទាត់សីបាទអាចមកទីនេះបានបងប្អូននេះបាទគឺបាទនេះបាទគឺបងប្អូនយើងបាទហើយនេះទស្សនភាពដែលadmin ដើរជុំវិញស្រះទឹកបងប្អូនបាទនេះមកគឺស្រះទឹកបាទមានកផ្លោកមានបាទត្រីបាទច្រើនមែនតើក្នុងហ្នឹងបងប្អូនទេហើយបងគេបាទមានបាទខាងបងប្អូនគាត់មកលេងច្រើនដែរបងប្អូនទេបាទប៉ុន្តែadmin មកអត់ចំថ្ងៃសៅរ៍អាទិត្យមកចំថ្ងៃធម្មតាអញ្ចឹងអត់ស្ទើរមានមនុស្សច្រើនបងប្អូនទេបាទប៉ុន្តែបរិយាកាសគឺល្អមែនតើបងប្អូនណាបាទល្អបាទហើយចុងក្រោយគឺបាទមានតែប៉ុណ្្នឹងទេបងប្អូនតែគាត់ចង់មកហាត់ប្រាណអីបាទចង់មកលេងបាទលំហើយបាទ stress អីគឺបងប្អូនអាចមកបានបងប្អូនណាបាទនៅនេះគឺបាទ admin ធានាថាគឺល្អមែនតើសម្រាប់បងប្អូនគាត់ចង់ហាត់ប្រាណណាបាទគឺទីធ្លាធំទលាហើយគឺស្រស់ស្អាតទៀតបាទបរិយាកាសគឺស្រស់ស្អាតបាទហើយចង់ថតរូបលេងក៏បានទេបងប្អូនទេបាទចង់មកបាចចំណីត្រីក៏បានបាទបាចចំណីសត្វក៏បានដូចគ្នាបាទហើយពី admin គឺមានតែប៉ុណ្្នឹងទេបាទហើយ comment ជួបបងប្អូនគាត់ចង់មកហាត់ប្រាណហើយក៏អរគុណនឹងបាទជូនពរបងប្អូនអរគ្នាបាទមានសុខភាពល្អហ្នឹងរកទទួលទានមានបានគ្រប់គ្នាបាទពី admin សូមអរគុណបាទសូមជម្រាបលាបាទជួបគ្នានៅឱកាសក្រោយទៀតបងប្អូនឬក៏បាទវីដេអូក្រោយទៀតបងប្អូនយើងបាទអរគុណច្រើនបាទ